ទីបំផុត season 7របស់ Magic Chain Go បានមកដល់ហើយអ្នកនរគ្នាបានចាប់អារម្មណ៍មើលអត់ថានៅ season 7ហ្នឹងវាមានរបស់ថ្មីអីខ្លះមកឲ្យយើងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចាប់អារម្មណ៍ទៅលើការថ្មីចំនួន4ហើយសួរថាអាការថ្មីទាំង4ហ្នឹងវាគឺជាការអីខ្លះច្បាស់ណាស់បើសិនជាខ្ញុំនិយាយអញ្ចឹងហើយគឺខ្ញុំបញ្យល់អ្នកនរគ្នាអំពីការទាំង4ដែលចូលមកនៅក្នុង season 7ហ្នឹងហើយខ្ញុំក៏អត់ចង់សានតបាយយូរនេះហើយគឺជាការទាំង4ដែលចូលមកថ្មីនៅក្នុង season 7យើងហ្នឹងឥឡូវហ្នឹងយើងចូលមកដល់ការទី1របស់យើងគឺជាការ Neo Zenith យើងនឹងទទួលបាន10 EP ភ្លាមនៅពេលដែលយើងជ្រើសរើសយកកាត Neo Zenith ហ្នឹងមួយវិញទៀតនៅពេលដែល Commander យើងឡើងដល់ level 8យើងនឹងទទួលបាន Hero God និង level 9យើងនឹងទទួលបាន Hero Elite អញ្ចឹងយើងនឹងទទួលបាន Hero 2គឺ God និង Elite នៅចន្លោះ level 8និង level 9និងការទី2របស់យើងគឺជាការ Exclusive Fan ការនេះផងដែរវា work ជាមួយនឹង Synergy Star Bell ក្រោយពេលដែលយើងយកកាតនឹង Highlight Stick ដែលយើងទទួលបានអំពី Synergy Star Bell ហ្នឹងវានឹងក្លាយទៅជា Light Stick in Hand សម្រាប់ Hero ដែលយើងពាក់នៅ Light Stick ហ្នឹងនឹងទទួលបាននៅ 80% បន្ថែមនៅ Hybrid Attack កន្លែងនេះវាអាចនឹងពិបាកយល់បន្តិចក៏ប៉ុន្តែអ្នកនរគ្នាបើសិនជាចង់យល់អាចចូលទៅមើលនៅកន្លែង Synergy Star Bell បានក៏ព្រោះថាវាចែក boost រវាង Fan និង Idol ហ្នឹងគឺខុសគ្នាញញ៉ៃណាស់តើតើយើងប្រឹងមើលបន្តិចបើយើងយល់ការទី3របស់យើងគឺជាការ Emergency Rift ជាការរបស់ Synergy Ecomancer ដូចជាយើងដឹងហើយ Ecomancer មកហ្នឹងគឺមកជំនួស Neobi ហើយការនេះផងដែរយើងអាចនិយាយថាជាការល្អក៏បានជាការ on ក៏បានដែរក៏ព្រោះថាការដែលយើងយកកាតនឹងភ្លាមយើងនឹងទទួលបាននៅ80 Eco Point ភ្លាមហើយនៅពេលដែល Summon Hero វានឹង Summon Hero 5កាក់សេរីចាស់ឲ្យយើងហើយវានឹងធ្វើឲ្យ Hero 5កាក់ផ្កាយ1របស់យើងឡើងទៅជា5កាក់ផ្កាយ2នៅ round 3 stage 3ស្ដាប់មកថាហ្នឹងមើលទៅវាដូចជាល្អទាំងអស់ត្រូវតែខ្ញុំចង់និយាយប្រាប់អ្នកនរគ្នាថាអ្នកនរគ្នាត្រូវមើលខាងក្រោមផងវាបានបញ្ជាក់ប្រាប់ឲ្យថាបើសិនជាយើងយកកាតហ្នឹង Hero 5កាក់របស់យើងគឺនៅផ្កាយ2រហូតដល់តែចប់ match អញ្ចឹងហើយមានន័យថាទោះបីជាមិន point ក៏នៅតែផ្កាយ2ដែរអ្នកចង់លេង lane game គួរតែកុំយកកាតហ្នឹងអីឥឡូវនេះយើងចូលដល់កាតចុងក្រោយរបស់យើងគឺជាកាត Valor Impress ខនតែមើលលើហូបក៏យើងដឹងដែរថាមកជាមួយនឹង Synergy Dragon Altar កាតមួយនេះនឹងផ្ដល់ឲ្យនៃឈាមស 8% បន្ថែមទៅលើ Hero នៃ Dragon Altar ដែលនៅហួសនៅពេលដែល Hero ដែលមាន Synergy Dragon Altar ដូចគ្នាបានងាប់ពេលនឹងផ្ដល់ឲ្យ 8% អញ្ចឹងមានន័យថាងាប់កាន់តែច្រើនបានសៀលកាន់តែច្រើននិយាយទៅ Synergy នឹងវាដំណើរការប្រហាក់គ្នាតែជាមួយនឹង Amber Lord ដែរទេគ្រាន់តែមួយធ្វើឲ្យឈាមកាន់តែច្រើនវាយកាន់តែឈឺតែ Dragon Altar គឺផ្ដល់ឲ្យតែសៀលតែប៉ុណ្ណោះឥឡូវហ្នឹងគឺចប់អត់ហើយពាក់ព័ន្ធជាមួយនឹងកាតហើយក៏មិនដែរអ្នកដែលប្រឡងទី12ធ្វើបានល្អដែរអត់ហើយមានសង្ឃឹមជាប់ប្រហែលភាគរយដែរសម្រាប់ខ្ញុំក្នុងនាមជាសិស្សច្បងអត់មានអីនិយាយច្រើនទេមានតែជូនពរបងប្អូនប្រឡងជាប់បាននិទេសល្អតែប៉ុណ្្នឹងឯងឥឡូវហ្នឹងអស់អីនិយាយមែនតើហើយជំរាបលាអ្នកទាំងអស់គ្នាTo Northern Vale! Glory to Northern Vale! I am a daughter of Northern Vale. I swear to protect it to my last breath!